នៅថ្ងៃបុណ្យគ្រីស្មាស់មនុស្សនាជាច្រើនបានធ្វើដំណើរទៅដើរលេងនៅកន្លែងផ្សេងៗប៉ុន្តែខ្ញុំអត់ដឹងទៅណាហើយក៏មិត្តភ័ក្តិគាត់បបួលទៅហាងកាហ្វេមួយកន្លែងដែលនៅក្បែរផ្ទះដែរគាត់ថានៅទីនោះបងប្អូនយើងបានផុសនៅតាម social media ថាកាហ្វេនៅទីនោះឆ្ងាញ់ដោយសារតែថ្ងៃនេះគេរៀបចំកម្មវិធីគ្រីស្មាស់នៅទីនោះផងដូច្នេះក៏សម្រេចទៅលេងនៅទីនោះហើយនេះគឺជា Toby Cafe មានទីធ្លាធំល្មមសម្រាប់បងប្អូនទាំងអស់គ្នាដែលទៅលេងទីនោះហើយចូលចិត្តថតរូបលេងឬមួយក៏ថតវីដេអូនៅទីនេះគឺគេមានរៀបចំជាដើមគ្រីស្មាស់ហើយក៏មានឡកម្ដៅមួយបែបបុរាណដែលគេដុតដោយអុសធម្មតាប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនោះគឺថ្ងៃដែលខ្ញុំទៅនឹងដោយសារតែចំថ្ងៃបុណ្យគ្រីស្មាស់អញ្ចឹងមនុស្សទៅច្រើនមែនទែនកុំថាឡើយទិញកាហ្វេសម្បីតែថតរូបក៏ត្រូវតម្រង់ជួរដែរអញ្ចឹងហើយក៏អត់បានទិញកាហ្វេញ៉ាំទេដោយសារតែមេឃត្រជាក់ផងខ្ជិលតម្រង់ជួរអញ្ចឹងក៏ចាំពេលក្រោយដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូអញ្ចឹងមនុស្សគឺណែនតាន់តាប់តែម្ដងនៅក្នុងហាងកាហ្វេហើយកុំភ្លេចចុងសប្ដាហ៍អ្នកទាំងគ្នាអាចទៅសាកកាហ្វេនៅទីនោះបានហើយអ្នកទាំងអស់គ្នាថ្ងៃគ្រីស្មាស់បានទៅដើរលេងដល់ណាដែរកុំភ្លេច comment ប្រាប់ admin ផងបាយបាយ